នេះគឺជាយន្តហោះចម្បាំងបំបង្កាយ F-35 Lightning ដែលមានល្បឿនលឿនជាងសំឡេងដែលមានកៅអីតែមួយម៉ាស៊ីនតែមួយជាយន្តហោះចម្បាំងបំបង្កាយរបស់អាមេរិកនិងជាយន្តហោះប្រយុទ្ធពហុទូនីតិដែលត្រូវបានរចនាឡើងសម្រាប់ផ្លូវអាកាសនិងបេសកកម្មវាយប្រហារវាក៏មានសមត្ថភាពសង្គ្រាមអេឡិចត្រូនិកនិងចារកម្មការឃ្លាំមើលនិងការឆ្លប់យកការផងដែរវាមានល្បឿនអតិបរមាចន្លោះប្រហែល1930ទៅ1976គីឡូម៉ែត្រក្នុង1ម៉ោងហើយអាចឡើងដល់កម្ពស់លើសពី50000ហ្វីតទោះបីជាការរចនារបស់វាផ្ដល់អត្ថប្រយោជន៍ដល់សមត្ថភាពលាក់បាំងនិងសមត្ថភាពពហុទូនីតិជិះជាងល្បឿនលឿនខ្លាំងក៏ដោយដែលអនុញ្ញាតឲ្យវារក្សាការហោះហើរលឿនជាងសំឡេងសូម្បីតែជាមួយនឹងអាវុធខាងក្នុងក៏ដោយការសម្រេចចិត្តចាប់ផ្ដើមផលិតយន្តហោះនេះខណៈពេលដែលវាស្ថិតនៅក្នុងការអភិវឌ្ឍនិងការធ្វើតេស្តបាននាំឲ្យមានការផ្លាស់ប្ដូររចនានិងការជួសជុលឡើងវិញដែលមានតម្លៃថ្លៃគិតត្រឹមខែកក្កដាឆ្នាំ2024តម្លៃឯកតាជាមធ្យមមិនរាប់បញ្ចូលម៉ាស៊ីនក្នុងតម្លៃ 82.5 លានដុល្លារអាមេរិកសម្រាប់ F-35A និងតម្លៃ 109 លានដុល្លារសម្រាប់ F-35B ហើយ 102.1 លានដុល្លារសម្រាប់ F-35C គិតត្រឹមខែសីហាឆ្នាំ2025យន្តហោះ F-35 បានហោះហើរលើកដំបូងក្នុងឆ្នាំ2006វាបានចូលបម្រើការងារនៅសហរដ្ឋអាមេរិកនៅក្នុងខែកក្កដាឆ្នាំ2015នៅប្រភេទយន្តហោះ F-35B របស់កងម៉ារីននៅខែសីហាឆ្នាំ2016ប្រភេទយន្តហោះ F-35A របស់កងទ័ពអាកាសនិងខែកុម្ភៈឆ្នាំ2019ប្រភេទយន្តហោះ F-35C របស់កងទ័ពជើងទឹកយន្តហោះនេះបានបើកការប្រយុទ្ធលើកដំបូងនៅឆ្នាំ2018ក្នុងអំឡុងពេលការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែលលើប្រទេសស៊ីរីចាប់តាំងពីពេលនោះមកយន្តហោះ S-35 ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្គានីស្ថានអ៊ីរ៉ង់អ៊ីរ៉ាក់យេម៉ែននិងវេណេស៊ុយឡាយន្តហោះនេះនឹងក្លាយជាសសរស្តម្ភនៃអំណាចផ្លូវអាកាសរបស់ NATO និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយនឹងដំណើរការរហូតដល់ឆ្នាំ2070ការអភិវឌ្ឍរបស់វាត្រូវបានផ្ដល់មូលនិធិជាចម្បងដោយសហរដ្ឋអាមេរិកជាមួយនឹងមូលនិធិបន្ថែមពីប្រទេសដៃគូកម្មវិធីពីអង្គការសន្ធិសញ្ញាអន្តរជាតិខាងជើង NATO និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិករួមមានអូស្ត្រាលី កាណាដា ដាណឺម៉ាក អ៊ីតាលី ប៉ូឡង់ ណ័រវេស ចក្រភពអង់គ្លេសនិងអតីតប្រទេសទូគីក្រៅពីអង្គការ NATO ប្រទេសស្វីសនិងសិង្ហបុរីបានធ្វើការបញ្ជាទិញយន្តហោះនេះដោយប្រទេសផ្សេងៗទៀតកំពុងចរចាទិញផងដែរ